Classico ក្នុង Game Mobile Legends គឺមានតែម្ដងទេក្នុងប្រទេសកម្ពុជារបស់យើងគឺជំនួបរវាងក្រុម C0 ប៉ះជាមួយនឹងក្រុម Impunity KX បន្ទាប់មកពេលបច្ចុប្បន្ននេះមិនទាន់មានក្រុមណាមកជំនួសតំណែង Classico នៃក្រុមទាំងពីរនេះទេចាប់តាំងពីឆ្នាំ2020 21 22មករហូតមកដល់ពេលបច្ចុប្បន្ននេះយើងបានឃើញការ performance របស់ក្រុមធំៗជាច្រើននៅក្នុងប្រទេសរបស់យើងដូចជា CFU Gaming Galaxy Legend Dark Rai Sport Vala ក៏ដូចជា team ផ្សេងៗទៀតដែល performance ឃើញថាមិនទាន់មានក្រុមណាឆក់យកបេះដូងទស្សនិកជនដោយការប្រកួតរវាងក្រុម C0 ប៉ះជាមួយនឹងក្រុម Impunity KX ទេហើយបើយើងស្ទង់មតិទៅលើការគ្រប់គ្រងជំនាន់នោះគឺមានអ្នកគ្រប់គ្រងច្រើនណាស់តែពី3ក្រុមទេប៉ុន្តែអ្នកគ្រប់គ្រងច្រើនយកទៅមែនតើដូចជាក្រុម Burnish Flash team C0 និង team Impunity KX មានតែ3ក្រុមនោះទេដែលភាគច្រើនគឺឡើងដល់វគ្គចុងក្រោយវគ្គ Grand Final ឬក៏វគ្គ4ក្រុម3ក្រុមវគ្គ Play-off អញ្ចឹងគឺមានតែប៉ុណ្្នឹងក្រុមទេប៉ុន្តែមានការគ្រប់គ្រងច្រើនបើយើងមកគិតសម្លឹងមកដល់ពេលបច្ចុប្បន្ននេះក្រុមធំៗក៏មានច្រើនប៉ុន្តែហាក់ដូចជាសន្ទុះនៃការគ្រប់គ្រងក្រុមនីមួយៗគឺវាធ្លាក់ចុះឥឡូវនេះ C0 ធ្លាក់ចេញពី LKX ទៀតធ្លាក់ទៅវាយ qualifier ទៀតអញ្ចឹងវារត់តែបាត់ប្រជាប្រិយភាពច្រើនចំពោះ Game Mobile Legends ហើយបើយើងសម្លឹងពីអតីតកាលឃើញថាមានតែក្រុម 2-3 នេះទេដែលបង្កើតឲ្យមាន tournament ជាច្រើនមានន័យថាពេលដែលមានអ្នកគ្រប់គ្រងច្រើនមានអ្នកទស្សនាច្រើនគឺ tournament ធំៗតែងតែកើតមានរឿយៗដោយសារតែមានក្រុមធំៗមានការគ្រប់គ្រងច្រើនពីទស្សនិកជនឲ្យតែមានអ្នកគ្រប់គ្រងច្រើនគឺ tournament ចេះតែកើតមាន sponsor ក៏ចេះតែកើតមានច្រើនហើយ team ធំៗក៏កើតមានច្រើន team ខ្លាំងៗក៏កើតមានច្រើនដោយសារតែមានការគ្រប់គ្រងហើយបើយើងសម្លឹងមកដល់ពេលបច្ចុប្បន្ននេះទោះបីជាក្រុមធំៗប៉ះគ្នាដូច CFU Gaming ប៉ះជាមួយ Galaxy Legend ឬក៏ Dark Rai Sport ប៉ះជាមួយនឹង team ផ្សេងៗដូច team Make team អីទៀតក៏មិនទាន់សូវជាមានសន្ទុះការគ្រប់គ្រងច្រើនដូចជំនាន់2020 2021ដែរហើយអានេះវាយើងមើលឃើញជាក់ស្ដែងអ្នកនរដោយសារតែប្រជាប្រិយភាពរបស់ក្រុមដែលយើងគ្រប់គ្រងគឺបាត់បង់ដូចIMP គេ disband ទៅហើយ C0 ធ្លាក់ចេញពី MPL ទៀតអញ្ចឹងធ្លាក់ទៅ Challenger Cup season ក្រោយមិនដឹងថាគាត់មានឱកាសឡើងមកវិញឬក៏អត់ទៀតអាហ្នឹងអត់ច្បាស់ណាដោយសារតែធ្លាក់ទៅគឺប៉ះជាមួយនឹង Team Academy លើខ្លាំងហើយអញ្ចឹងបើសិនជា C0 បាត់បង់ឱកាសហ្នឹង Flash KX បាត់បង់ឱកាសហ្នឹងគឺភាគរយអ្នកគ្រប់គ្រងក៏បាត់បង់ទៅតាមនឹងដែរអញ្ចឹងបាន caster ធំៗគឺគេមិនចង់ឲ្យមានក្រុមធំៗធ្លាក់ទេដូចក្រុម C0 សិតតែជាក្រុមដែលធំតែធ្លាក់ចេញទៅគឺបាត់បង់ប្រជាប្រិយភាពខ្លាំងដូច mainly គាត់ live អញ្ចឹងទៅគឺគាត់និយាយដែរដោយសារតែក្រុមហ្នឹងគឺមាន fan ច្រើនតែធ្លាក់ហើយគឺបាត់បង់ប្រជាប្រិយភាពច្រើនអញ្ចឹងខ្ញុំមើលឃើញថាសន្ទុះការគ្រប់គ្រងគឺមិនដូចមុនទេដោយសារពីមុនមានការប្រកួតមកប្រកួតពីប្រកួតអីឲ្យតែមានក្រុម Impunity KX ប៉ះជាមួយនឹង C0 គឺគេហៅថា El Clasico អញ្ចឹងគឺមានអ្នកទស្សនាតាមដានមើលច្រើនណាមិនថាទៅទស្សនាផ្ទាល់មិនថាអ្នកមើលតាម live ទេគឺមានអ្នកមើលច្រើនហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននេះចូលចិត្តបើចូលចិត្ត complete like comment ម្នាក់មួយផងអរគុណអ្នកនរនេះជំរាបលាបាយ see you next video